โดยเนี่ยออกគ្នាបានឃើញបានដេញហើយថាស្រះស្រង់ជាអាងស្តុកទឹកដ៏ធំមួយហើយស្រះនេះសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការទាញយកទឹកនិងបញ្ចេញទឹកធ្វើកសិកម្មហើយតំបន់នេះមិនមែនគ្រាន់តែជាសំណង់ប្រវត្តិសាស្ត្រនោះទេអ្នកបងប្អូនទាំងគ្នាប្រជាជននៅតំបន់ភូមិស្រះស្រង់នេះក៏អាចទាញយកថវិកាពីភ្ញៀវជាតិនិងអន្តរជាតិមកពីឆ្ងាយពីបរទេសក៏បានច្រើនដែរក្នុងការលក់វត្ថុអនុស្សាវរីយ៍និងម្ហូបអាហារផ្សេងៗជាច្រើនចំណែកឯបច្ចុប្បន្នស្រះស្រង់នេះក៏ជាគោលដៅទេសចរដ៏ធំមួយនិងអស្ចារ្យពេញនិយមសម្រាប់ភ្ញៀវបរទេសមើលថ្ងៃរះនិងមើលថ្ងៃលិចអ្នកទាំងគ្នាហើយយើងមើលទៅជុំវិញនៃស្រះស្រង់នេះដើមឈើធំនិងពណ៌បៃតងខ្ចីប្រលប់ទៅឈឹងហើយយើងអង្គុយទៅមានឮសលេងសត្វយំនិងខ្យល់អាកាសបរិសុទ្ធពិតបដ ហើយធ្វើឲ្យទីនោះមានភាពមើលទៅវារស់រវើកអ្នកចូលចិត្តថតរូបថត selfie ឲ្យទៅល្ងាចលេដែលត្រង់ម៉េចហើយនៅតំបន់នេះណែឯស្រះបារាននេះមានបណ្ដោយប្រហែលជា800ម៉ែត្រអ្នកទាំងគ្នានឹងទៅប្រហែលជា350ម៉ែត្រដោយមានផ្ទៃទឹកថ្លាអ្នកគ្នាមើលទៅឆ្លោះដល់ទៅឃើញដីបដ ចំណែកឯនៅកណាលទឹកស្រះស្រង់នេះមានប្រាសាទទូចមួយអ្នកទាំងពីឆ្នាំ2020ដល់2021ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរអប្សរាក៏បានរកឃើញវត្ថុបុរាណសំខាន់ជាច្រើនដែរអ្នកគ្នាដូចជារូបចម្លាក់នៅថ្មបុរាណចំនួន2អ្នកគ្នានៅខាងក្នុងមានផ្ទុកនៅអ្នកគ្រីស្ដាល់ពើសនិងរកឃើញបំណែកសរិទ្ធជាច្រើនទៀតនៅក្រោមប្រាសាទនោះសម្រាប់បងប្អូនមកពីជិតពីឆ្ងាយមកពីខេត្តឆ្ងាយមកដើរលេងកាត់ផ្លូវនេះអង្គុយលេងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅតំបន់ស្រះស្រង់នេះពិតជាត្រង់ម៉េចហើយអុយខែនេះមានទឹកភ្លៀងដក់ជាប់ហើយថ្លាឆ្វេងមានខ្យល់បក់ល្វិចទឹកលោកផ្លាច់ក៏មានស្មៅដុះជុំវិញនិមិត្តច្រាំងនៃទឹកផងក៏មើលទៅវាម្យ៉ាងដែរនៅម្ខាងផ្លូវក៏មានបាយម្ហូបចំណីអាហារច្រើនក្នុងការកំងហូបហើយផ្លូវជុំវិញស្រះស្រង់នេះក៏ជាគោលដៅមួយដ៏ធំសម្រាប់ទស្សនាប្រាសាទនិងព្រៃភ្នំនៅតំបន់ឆ្ងាយដែរតាមមិត្តផ្លូវនេះក៏មានលក់នៅវត្ថុអនុស្សាវរីយ៍ហើយកលេសមើលទៅសងខាងមើលទៅធម្មជាតិយ៉ាងស្រស់បំព្រងណាដែលអ្នកភូមិធ្វើស្រែចម្ការនៅគៀនផ្លូវនេះណាអូនេះក៏ដល់ទីបញ្ចប់ដែលបើសិនតែខ្ញុំនិយាយទៅលើសលួសខ្វះខាតត្រង់ចំណុចណាមួយសូមបងប្អូនកុំប្រកែកប្រកាន់អុយណាហើយនេះជាការបកស្រាយនឹងធ្វើអូបផ្សព្វផ្សាយពីតំបន់អរិយធម៌និងវប្បធម៌ឲ្យបងប្អូនអ្នកចិត្តអ្នកឆ្ងាយបានស្គាល់និងព្យាបរទេសមកលេងកំសាន្តអ្វីដែលសំខាន់មួយទៀតចង់ឲ្យបងប្អូនថែរក្សានៅបរិស្ថានកុំចោលសារ៉ាំពេលវិលពេលកាលឲ្យបងប្អូនអ្នកចិត្តអ្នកឆ្ងាយមកទៅវាមិនមើលទៅវាមិនសមរម្យណាវាអាក្រក់មើលណាសូមថែរក្សាបរិស្ថានយើងឲ្យបានស្អាតគ្មានសារ៉ាំណាបើស្រឡាញ់ចូលចិត្តវីដេអូនេះបងប្អូនកុំភ្លេចទៅចូល follow page ខ្ញុំអ្នកមួយផងបងប្អូនទាំងគ្នានិង subscribe channel YouTube ខ្ញុំម្នាក់មួយផងដើម្បីលើកទឹកចិត្តខ្ញុំធ្វើវីដេអូតទៅមុខទៀតចែកបងប្អូនមើលចែកបងប្អូនទស្សនាណាប៉ុណ្ណេះបងប្អូនទាំងគ្នាបាយបាយអរគ្នាបាយបាយជួបគ្នាឱកាសក្រោយក្នុងវីដេអូក្រោយសុខសប្បាយទាំងគ្នា